សូមគោរពសម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពអាយដាមលោកជំទាវនិងសូមជម្រាបសួរបងប្អូននិងក្មួយៗជាទីគោរពនិងជាទីរាប់អានលំហ Digital គួរតែមានសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នាប៉ុន្តែស្ត្រីនិងក្មេងស្រីជាច្រើនបាននឹងកំពុងប្រឈមនឹងការបៀតបៀនការរំលោភបំពាននិងអំពើហិង្សាតាមអ៊ីនធឺណិតជារៀងរាល់ថ្ងៃរាប់តាំងពីការគំរាមកំហែងការបន្ទោសបង្អាប់តាមអ៊ីនធឺណិតរហូតដល់ការចែករំលែករូបភាពដោយមិនមានការអនុញ្ញាតពីសាមីខ្លួនអំពើហិង្សាតាមប្រព័ន្ធ Digital បំបិតសម្លេងបំផ្លាញទំនុកចិត្តនិងរារាំងការចូលរួមរបស់យើងទាំងអស់គ្នាក្នុងបច្ចេកវិទ្យា Digital នាពេលអនាគតបើយើងមិនមានវិធានការរួមគ្នាដើម្បីទប់ស្កាត់ថ្ងៃនេះយើងទាំងអស់គ្នានិយាយថាទេចំពោះការស្អប់ទេចំពោះភាពភ័យខ្លាចទេចំពោះភាពស្ងៀមស្ងាត់សូមចូលរួមទាំងអស់គ្នាពីឪពុកម្ដាយអាណាព្យាបាលគ្រួសារសហគមន៍សង្គមព្រមទាំងក្រសួងស្ថាប័ននិងវិស័យឯកជននិងក្មួយយុវជនខ្លួនឯងសូមរួមគ្នាដើម្បីការពារសិទ្ធិនិងតម្លៃស្ត្រីនិងក្មេងស្រីព្រមទាំងធានាសុវត្ថិភាពឲ្យពួកគេតាមប្រព័ន្ធអនឡាញលើកកម្ពស់អក្ខរកម្ម Digital សម្រាប់ស្ត្រីនិងក្មេងស្រីព្រមទាំងបង្កបរិយាកាសអំណោយផលនិងបង្កើតលំហអនឡាញដែលស្ត្រីនិងក្មេងស្រីគ្រប់រូបអាចបញ្ចេញមតិរៀនសូត្រនិងដឹកនាំដោយសេរីនិងគ្មានភាពភ័យខ្លាចដើម្បីឈានទៅសម្រេចបាននៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដៅពង្រឹងភាពជាពលរដ្ឋរក្សាភាពថ្លៃថ្នូររស់នៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូលដើម្បីចូលរួមទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីនិងក្មេងស្រីសូមចូលរួមយុទ្ធនាការ16ថ្ងៃប្រចាំឆ្នាំចាប់ពីថ្ងៃ25ខែវិច្ឆិកាដល់ថ្ងៃ10ខែធ្នូក្រោមប្រធានបទឆ្នាំនេះរួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យា Digital លើស្ត្រីនិងក្មេងស្រីដែលស្របតាមបរិការសកលនិងឆ្លើយតបទៅនឹងនានាការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា Digital ដែលคล้ายជាមធ្យោបាយរំលោភបំពានសិទ្ធិការធ្វើអាជីវកម្មនិងផលិតមាតិកាព័ត៌មានคล้ายដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតសូមអបអរសាទរយុទ្ធនាការ16ថ្ងៃឆ្នាំ2025ក្រោមប្រធានបទរួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យា Digital លើស្ត្រីនិងក្មេងស្រីសូមគោរពអរគុណនិងអរគុណ